កម្ពុជាឡាវវៀតណាមឯកភាពបន្តជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យឲ្យកាន់តែជិតស្និទ្ធនៅវេលាព្រឹកថ្ងៃសុក្រទី8ខែឧសភាឆ្នាំ2026សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានអញ្ជើញចូលរួមពិសាអាហារពេលព្រឹកការងារជាមួយឯកឧត្តមលេមិញហឹងនាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសង្គមនិយមវៀតណាមនិងឯកឧត្តមសុនសៃស៊ីផាន់ដននាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវក្នុងឱកាសនៃការអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី48និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនៅកោះសេប៊ូសាធារណរដ្ឋហ្វីលីពីនក្នុងឱកាសនៃជំនួបថ្នាក់ដឹកនាំនៃប្រទេសទាំង3បានសម្ដែងនូវក្តីរីករាយចំពោះទំនាក់ទំនងយ៉ាងជិតស្និទ្ធនិងវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យព្រមទាំងបានគូបញ្ជាក់ពីសារៈសំខាន់នៃជំនួបអាហារពេលព្រឹកជាប្រពៃណីរវាងនាយករដ្ឋមន្ត្រីទាំង3ដែលជាវេទិកាសម្រាប់ការផ្លាស់ប្តូរព័ត៌មាននិងការលើកកម្ពស់បន្ថែមទៀតនៅកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រគណៈដឹកនាំទាំង3ក៏បានសង្កត់ធ្ងន់ថាក្នុងបរិយាកាសដែលស្ថានភាពតំបន់និងពិភពលោកបន្តប្រែប្រួលប្រកបដោយភាពស្មុគស្មាញការបន្តពង្រឹងទំនាក់ទំនងនិងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំង3កាន់តែមានសារៈសំខាន់ថ្នាក់ដឹកនាំទាំង3ក៏បានពិភាក្សាអំពីអតិភិបនិងគំនិតផ្ដួចផ្ដើមសម្ដៅជំរុញបន្ថែមទៀតនៅកិច្ចសហប្រតិបត្តិការក្នុងវិស័យនយោបាយសន្តិសុខនិងការពារជាតិសេដ្ឋកិច្ចនិងពាណិជ្ជកម្មការវិនិយោគការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធរូបវន្តការតភ្ជាប់ធម្មពលនិងការតភ្ជាប់ទេសចររួមទាំងការបង្កើនជើងហោះហើរត្រង់ទៅវិញទៅមករវាងប្រទេសទាំង3ក្នុងឱកាសនៃជំនួបនេះដែរសម្ដេចបវរធិបតីបានសង្កត់ធ្ងន់លើការលើកកម្ពស់កិច្ចសហប្រតិបត្តិការក្នុងការពង្រឹងខ្សែច្រវាក់ផ្គត់ផ្គង់ដោយផ្អែកលើឧត្តមភាពរៀងៗខ្លួននៃប្រទេសទាំង3សម្ដេចបវរធិបតីក៏បានគូបញ្ជាក់អំពីការបន្តជំរុញការតភ្ជាប់ផ្នែកហេដ្ឋារចនាសម្ព័ន្ធរូបវន្តដើម្បីបង្កលក្ខណៈងាយស្រួលដល់ការធ្វើដំណើរឆ្លងកាត់ព្រំដែននិងការផ្លាស់ប្ដូរទំនិញជាមួយប្រទេសឡាវសម្ដេចបវរធិបតីបានជំរុញឲ្យអាជ្ញាធរពាក់ព័ន្ធពន្យាការជ្រើសរើសទីតាំងសាងសង់ស្ពានឆ្លងកាត់ទន្លេរពៅកម្ពុជាទន្លេសេឡាំផាវឡាវជាមួយប្រទេសវៀតណាមសម្ដេចបវរធិបតីបានជំរុញឲ្យអាជ្ញាធរពាក់ព័ន្ធពន្យាការកំណត់ទីតាំងតភ្ជាប់គម្រោងផ្លូវលបឿនលឿនភ្នំពេញបាវិតនិងគម្រោងផ្លូវលបឿនលឿនហូជីមិញមុខបៃជាមួយគ្នានេះសម្ដេចបវរធិបតីក៏បានផ្ដួចផ្ដើមឲ្យមានការពិនិត្យលទ្ធភាពក្នុងការអភិវឌ្ឍគម្រោងតភ្ជាប់បណ្ដាញអគ្គិសនីរវាងប្រទេសទាំង3តាមរយៈការប្រើប្រាស់បណ្ដាញបញ្ជូនអគ្គិសនីដែលមានស្រាប់ព្រមទាំងបានលើកទឹកចិត្តឲ្យអាជ្ញាធរពាក់ព័ន្ធនៃប្រទេសទាំង3ពិនិត្យលទ្ធភាពរៀបចំកញ្ចប់ផលិតផលទេសចររួមមុននឹងបញ្ចប់សម្ដេចបវរធិបតីបានអញ្ជើញថ្នាក់ដឹកនាំឡាវនិងវៀតណាមចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី20ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះក្នុងខែវិច្ឆិកាឆ្នាំ2026នេះ